សង្គ្រាមនៅអ៊ុយក្រែនចាប់ផ្ដើមកើនឡើងកម្ដៅទៀតហើយខណៈដែលអន្តរជាតិកំពុងតែតាមដានសង្គ្រាមនៅអ៊ីរ៉ង់ថ្មីនេះរុស្ស៊ីបានឆ្លៀតបញ្ជូនយន្តហោះដ្រូនច្រើនបំផុតរហូតដល់ជិត 1000 គ្រឿងទៅវាយប្រហារទីក្រុងជាច្រើនរបស់អ៊ុយក្រែនជាការឆ្លើយតបអ៊ុយក្រែនប្រើយុទ្ធសាស្ត្រដ្រូនសងនៃដ្រូនពលគឺអ៊ុយក្រែនបានបញ្ជូនដ្រូនពិឃាតរាប់រយគ្រឿងទៅវាយប្រហារសរសៃឈាមសេដ្ឋកិច្ចធំរបស់រុស្ស៊ីដែលជាស្ថានីយនាំចេញប្រេងអ៊ូស្លូហ្កានិងព្រីម៉ូសនៅសមុទ្របាល់ទិកដោយបានកាត់ផ្តាច់ប្រាក់ចំណូលពីការនាំចេញប្រេងរបស់រុស្ស៊ីរហូតដល់ 40% ដែលស្មើនឹងប្រេង 2 លានបារ៉ែលក្នុងមួយថ្ងៃនេះបើយោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reuters នាយសេនាធិការចម្រុះរបស់អ៊ុយក្រែនបាននិយាយថាយន្តហោះដ្រូនរបស់ខ្លួនបានវាយប្រហារសងសឹកទៅលើផែផ្ទុកប្រេងនៅស្ថានីយ៍ប្រេងក្នុងទីក្រុង Primos ហើយរូបភាពផ្កាយរណបបានបង្ហាញថាធុងស្តុកប្រេងខ្នាតយក្សយ៉ាងតិច5ក្នុងចំណោម18ធុងបានរងការខូចខាតយ៉ាងដំណំគ្រាន់តែឮអំពីដំណឹងនេះភ្លាមបណ្ដាប្រទេសជាច្រើនរួមទាំងនៅតំបន់អាស៊ីមានការរំជើបរំជួលជាខ្លាំងខណៈដែលប្រទេសអាស៊ីកាន់តែច្រើនឡើងកំពុងតម្រង់ជួរគ្នាសុំទិញប្រេងពីលោកពូទីនសូមបញ្ជាក់ថាបើតាមរបាយការណ៍ពីសារព័ត៌មាន Bloomberg អ៊ុយក្រែនកំពុងតែខ្សោះធនធានម្ដងហើយអ្នកជំនាញបានព្យាករណ៍ថាបើជំនួយមកកាន់អ៊ុយក្រែននៅតែបន្តថមថយទៀតនោះអ៊ុយក្រែនអាចស៊ូជាមួយរុស្ស៊ីយ៉ាងយូរត្រឹមខែមិថុនានេះប៉ុណ្ណោះសូមចុច Follow ដើម្បីទទួលបានព័ត៌មានសង្ខេបនិងទាន់ហេតុការណ៍